là sao để tơ tại trong thân này từ đầu bí mình hai chữ vật được không thể sẽ cao trở lạiมีรอมแทบประวัติจะเจอมอนคอปีมอนหรือก็กำปงแต่มีรอมแทบโคดาตอนฉบับล้อหรือก็กำปงแต่จูบจมูกอุปสรรคเลยขนมทนายสกาวชิไลจะไงนี้ยูสมัยนอนแต่ต่างออกนี้จมูกในกรรมที่มั่วได้เรียบจอมลังได้อมรัตได้มีการจัดรำไล่ปีบอมปีซอสการดำรองตึกก็ได้จะการปิดพิซซ่ากันเลยการเตรียมคล้วนโจร่วมในขนมทนายสกาวชิไลได้เลยขนมทุกพงได้ยังมีการปิดพิซซ่าจะจ้างแต่ต้องจมูกในการฝังเรื่องการศึกษาในขนมทนายสกาวชิไลแต่ต้องจมูกในการสเปรย์ออกกับเซมเซ่หรือจากการฮาร์บโกออกกับเวลาที่การเงินสมัครจัดก็ได้จิตว่าไม่เอาชีวิตสกาวชิไลរបស់អ្នកតាគ្នានឹងមានការប្រសើរជាងមុនដែលមានការចូលរួមពីវាគ្មិនកតញ្ញូពីតំណាងវិទ្យាស្ថានពីយុវជនហើយនៅក្នុងនោះក៏មាននាងខ្ញុំផងដែរដែលចូលរួមជាវាគ្មិនដែលកម្មវិធីនេះផងដែរគឺជាផ្នែកមួយនៃកម្មវិធីប្រកួតរង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សឆ្នាំនិងសិស្សនិតិក៏ដូចជាកូនរបស់អតិថិជនក្មេងឆ្លាតរបស់អមរដ្ឋដែលមានការចូលរួមសហការពីក្រសួងអប់រំយុវជននិងកីឡានិងស្ថាប័នដៃគូនានានៅក្នុងវិស័យអប់រំដែលកម្មវិធីនេះមានគោលបំណងនៅក្នុងការអបអរសាទរក៏ដូចជាផ្ដល់រង្វាន់ទៅដល់សិស្សានុសិស្សដែលក៏ទទួលបានចំនួនលទ្ធផលល្អនៅក្នុងការប្រឡងបាក់ឌុបចំនួន135នាក់ក៏ដូចជាលើកទឹកចិត្តពួកគាត់នៅក្នុងការបន្តចូលរៀននៅក្នុងថ្នាក់សាកលវិទ្យាល័យហើយជាពិសេសនោះគឺដើម្បីទទួលស្គាល់និងមានមោទនភាពចំពោះតួនាទីរបស់រដ្ឋាភិបាលរបស់អាណាព្យាបាលដែលគូពាក់ព័ន្ធក៏ដូចជាចូលរួមអបអរសាទរជាមួយនឹងខួប5ឆ្នាំនៃការបង្កើតគណនេយ្យក្មេងឆ្លាតនិងការចូលរួមលើកកម្ពស់វិស័យហិរញ្ញវត្ថុនិងការអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជារបស់អមរដ្ឋហើយចំពោះខ្ញុំផ្ទាល់គឺខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនិងមានមោទនភាពដែលខ្ញុំជាផ្នែកមួយនៅក្នុងការចាត់រំលែកអំពីបទពិសោធន៍របស់ខ្ញុំនៅក្នុងថ្នាក់សាកលវិទ្យាល័យទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាដែលកំពុងមើលវីដេអូនេះអាចចុះឈ្មោះចូលរួមជាមួយនឹងកម្មវិធីនេះបានដែលគេបើកជាសាធារណៈទេដែលអ្នកទាំងអស់គ្នាអាចចុះឈ្មោះជាមួយនឹង link ដែលខ្ញុំដាក់នៅលើ caption ដែលកម្មវិធីនេះគេធ្វើឡើងនៅក្នុងថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះនៅវិទ្យាសាស្ត្រជាតិអប់រំ NIE ហើយខ្ញុំក៏សង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅទីនោះដើម្បីធ្វើការពិភាក្សាក៏ដូចជាស្វែងយល់បន្ថែមតាក់ទងជាមួយនឹងជីវិតនៅសាកលវិទ្យាល័យទាំងអស់គ្នាហើយជាពិសេសអ្នកទាំងអស់គ្នាក៏មានឱកាសនៅក្នុងការធ្វើការ networking ក៏ដូចជាស្គាល់ជាមួយនឹងសិស្សានុសិស្សឆ្នាំនិងសិស្សានុសិស្សនិតិផ្សេងៗទៀតផងដែរអញ្ចឹងជួបគ្នានៅ NIE ថ្ងៃទី22សូមអរគុណ